មានឈ្មោះមួយដែលលងបន្លាចនៅក្នុងប្រវត្តិសាស្ត្រចិនប្រៀបដូចជាវិញ្ញាណអមនុស្សបរិសម្នាក់ដែលឆ្លៀសវៃនិងមានគំនិតភ្លឺស្វាងដែលអនាគតរបស់នគរទាំងមូលអាចនឹងត្រូវដួលរលំនៅពេលដែលគាត់បិទភ្នែកបរិសម្នាក់ដែលបានស្លាប់នៅអាយុត្រឹមតែ37ឆ្នាំដោយបន្សល់ទុកម្ចាស់របស់ខ្លួនឲ្យយំសោកក្បែរមឈូសហើយស្រែកថាឋានសួគ៌បានឆក់យកព្រលឹងរបស់ខ្ញុំទៅហើយនៅក្នុងភាពវឹកវរប្រឡាក់ដោយឈាមនៃចុងរាជវង្សហានមេទ័ពទាំងឡាយបានងើបឡើងប្រៀបដូចជានាគដណ្ដើមគុជខ្យងតែមួយនោះគឺអំណាចកំពូលនៃប្រទេសចិនប៉ុន្តែក្នុងចំណោមដាវនិងជញ្ជាំងបន្ទាយមានអ្នកប្រាជ្ញរៀងស្គមស្គែងម្នាក់មកពីអ៊ីងឈួនបានងើបឡើងដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សគាត់មានឈ្មោះថាគក់ជាគក់ជាមានឈ្មោះហៅក្រៅថាហ្វឹងស៊ីវពិភពលោកស្គាល់ឈ្មោះលាវប៉ៃគួនអ៊ីនិងជូកលៀងឬឆៅឆៅជាដើមថាជាមនុស្សដែលគ្មានគូប្រៀបប៉ុន្តែថ្ងៃនេះយើងនឹងនិយាយពីសាច់រឿងរបស់បុរសម្នាក់ដែលធ្វើឲ្យឆៅឆៅស្រក់ទឹកភ្នែកហើយជាអ្នកដែលបានផ្លាស់ប្ដូរជោគវាសនានៃទ្វីបចិនទាំងមូលនៅក្នុងឆ្នាំចុងក្រោយនៃរាជវង្សហានខាងកើតដែលអធិរាជគ្រាន់តែជាអាយ៉ងហើយមេទ័ពតាមតំបន់ជាអ្នកគ្រប់គ្រងជំនួសវាជាការចាប់ផ្ដើមនៃយុគសម័យនគរទាំង3ហើយវាជាទីលានប្រមាញ់ដ៏ល្អឥតខ្ចោះសម្រាប់បរិសដូចជាគក់ជាកើតនៅឆ្នាំ170នៃគ្រិស្តសករាជនៅក្នុងស្រុកយ៉ាងទីដែលបច្ចុប្បន្នជាទីក្រុងយូជៅក្នុងខេត្តហឺណានគាត់មិនមែនកើតក្នុងគ្រួសារអភិជនធំដុំនោះទេប៉ុន្តែមជ្ឈដ្ឋានជុំវិញខ្លួនគាត់ពោរពេញទៅដោយភាពវឹកវររចនាសម្ព័ន្ធចក្រភពនៃរាជវង្សហានកំពុងប្រេះស្រាំពួកអាមាត្យប្រយុទ្ធជាមួយមេទ័ពទប់ទល់នឹងការបះបោររបស់ពួកកន្សែងលឿងដែលនាំឲ្យមានការបាត់បង់ជីវិតរាជសាមញ្ញជាច្រើនហើយតំបន់ជនបទពោរពេញទៅដោយការចាប់យុវជនចូលធ្វើទ័ពដោយការបង្ខិតបង្ខំតាំងពីក្មេងវ័យគក់ជាមានភាពខុសប្លែកពីគេរួចទៅហើយកំណត់ត្រាប្រវត្តិសាស្ត្របានបង្ហាញថានៅអាយុត្រឹមតែ10ឬ12ឆ្នាំកុមារាគក់ជាបានវិភាគព្រឹត្តិការណ៍នយោបាយធំៗដោយច្បាស់លាស់គួរឲ្យភ្ញាក់ផ្អើលដែលធ្វើឲ្យចាស់ទុំក្នុងស្រុកស្រឡាំងកាំងនៅមានការព្រួយបារម្ភគក់ជាបុគ្គលពូកែសង្កេតហើយអាចមើលធ្លុះដល់ចិត្តមនុស្សភ្លាមប៉ុន្តែមិនដោយមេទ័ពដែលចូលចិត្តបង្អួតខ្លួនក្នុងសម័យនោះទេគក់ជាដំបូងឡើយជាជនលាក់ខ្លួននៅពេលដែលមេទ័ពចាប់ផ្ដើមពុះជ្រៀកទឹកដីគក់ជាបានដកខ្លួនចូលទៅក្នុងជួរភ្នំជ្រៅគាត់មិនបានរត់ចេញពីពិភពលោកទេគាត់គ្រាន់តែកត់សម្គាល់យ៉ាងស្ងៀមស្ងាត់គាត់បានចងមិត្តភាពជាសម្ងាត់ជាមួយវីរបុរសនិងអ្នកយុទ្ធសាស្ត្រដែលដើររិចរិលដោយសម្លឹងមើលពីក្នុងស្រមោលនៅពេលដែលខេត្តភាគខាងជើងដ៏ធំបានធ្លាក់ក្រោមការគ្រប់គ្រងរបស់យានសាវនៅពេលគក់ជាមានអាយុខ្ទង់20ឆ្នាំគ្រួសាររបស់យានសាវកាន់កាប់មុខតំណែងជាឧត្តមមន្ត្រីជាន់ខ្ពស់អស់រយៈពេល4ជំនាន់មកហើយដែលធ្វើឲ្យគាត់ក្លាយជាអភិជនត្រកូលចាស់ដ៏អស្ចារ្យបំផុតប្រចាំយុគសម័យនោះគក់ជាដោយចង់បានតំណែងល្អមួយក៏បានសម្រេចចិត្តចូលរួមជាមួយជំរំរបស់យានសាវជាមេទ័ពកើតចេញពីត្រកូលអភិជនដំបូងឡើយគក់ជាគិតថាការបម្រើយានសាវគឺជាជម្រើសល្អបំផុតប៉ុន្តែដោយសារតែគាត់ជាមនុស្សឆ្លាតពូកែសង្កេតនៅពេលដែលបានដឹងពីរបៀបរបបរបស់យានសាវគក់ជាមិនពេញចិត្តអាកប្បកិរិយារបស់យានសាវតតែសោះហើយពីមួយថ្ងៃទៅមួយថ្ងៃគក់ជាចាប់ផ្ដើមមានអារម្មណ៍ខ្ពើមរអើមយានសាវកាន់តែខ្លាំងគក់ជាធ្លាប់បាននិយាយថាយានសាវជាមនុស្សចូលចិត្តរៀបចំផែនការប៉ុន្តែភាគច្រើនគឺមិនព្រមអនុវត្តទេបើគ្មានសមត្ថភាពយុទ្ធសាស្ត្រគ្រាន់តែជារឿងល្ខោនប៉ុណ្ណោះបន្ទាប់ពីច្រើនខែដ៏តានតឹងនៃការដែលត្រូវគេមិនអើពើនិងបដិសេធគក់ជាបានធ្វើការសម្រេចចិត្តដ៏កម្រនិងក្លាហានមួយគាត់បានរត់ចោលជួរនៅក្នុងសម័យដែលភាពស្មោះត្រង់ចំពោះចៅហ្វាយគឺជារឿងសំខាន់បំផុតគក់ជាបានដើរចេញពីកងទ័ពដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិនហើយត្រឡប់ទៅផ្ទះដើម្បីធ្វើស្រែចម្ការឆ្នាំ196នៃគ្រិស្តសករាជខណៈពេលដែលគក់ជាកំពុងអង្គុយនៅក្នុងវាលស្រែក៏មានអ្នកក្លាហានម្នាក់ទៀតកំពុងងើបឡើងនោះគឺឆៅដែលត្រូវជាកូនចិញ្ចឹមរបស់ឆៅសុងជាមន្ត្រីធំក្នុងរាជវាំងហើយឆៅសុងត្រូវជាកូនបង្កើតរបស់អាមាត្យដ៏មានឥទ្ធិពលម្នាក់គឺឆៅថងឆៅបានចាប់ពង្រត់អធិរាជដោយជោគជ័យនិងផ្លាស់ប្ដូររាជធានីទៅកាន់ស៊ីឆាងដែលនាំឲ្យគាត់មានអំណាចដ៏ស្របច្បាប់មួយប៉ុន្តែពុំទាន់មានទឹកដីគ្រប់គ្រាន់នៅឡើយទេឆៅមានទីប្រឹក្សាដ៏អស្ចារ្យម្នាក់ឈ្មោះស៊ឺជីឆៃដែលទើបតែបានស្លាប់ដោយសារជំងឺដោយអស់សង្ឃឹមក្នុងការស្វែងរកអ្នកជំនួសឆៅបានងាកទៅរកទីប្រឹក្សាផ្ទាល់របស់គាត់គឺស៊ីនអ៊ីឆៅបានសួរស៊ីនអ៊ីថាតើបរិសរូបណាដែលឆ្លាតជាងគេនៅក្នុងនគរស៊ីនអ៊ីបានញញឹមហើយនិយាយថាបរិសម្នាក់នោះគឺឈ្មោះគក់ជាឆៅនិងគក់ជាបានជួបគ្នាលើកដំបូងក្នុងឆ្នាំ196នៃគ្រិស្តសករាជការជួបគ្នារវាងគក់ជានិងឆៅប្រហែលជាពេលវេលានៃដៃគូដ៏មានអំណាចដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រយោធានៅពេលដែលគក់ជាបានដើរចូលទៅក្នុងតង់របស់ឆៅជាលើកដំបូងឆៅមិនបានសួររកលិខិតសម្គាល់ខ្លួនអ្វីទេ
ភ្លាមឆាវបានសួរគួជាថាតើនរណានឹងឈ្នះសង្គ្រាមនេះសំណួរនេះឆាវសំដៅទៅលើសមរភូមិគួនទុតទល់នឹងយានសាវប្រវត្តិសាស្ត្របាននិយាយថាបរិះទាំងពីរនាក់នេះបាននិយាយគ្នារាប់ម៉ោងរហូតដល់យប់ជ្រៅនៅពេលដែលគួជាដើរចេញមកគាត់បានប្រាប់មិត្តភ័ក្តិរបស់គាត់ថានេះគឺជាឆាវហ្វាយពិតប្រាកដដែលខ្ញុំកំពុងរងចាំនៅក្នុងឆ្នាំ197នៃគ្រិស្តសករាជពេលវេលានៃការពិតបានមកដល់មនុស្សគ្រប់គ្នាខ្លាចយានសាវប៉ុន្តែគួជាបានឈរនៅមុខឆាវហើយផ្ដល់នូវឧបករណ៍សង្គ្រាមផ្លូវចិត្តដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រនោះគឺជាទ្រឹស្ដីឈ្នះ10ចាញ់10ឆាវបារម្ភថាកម្លាំងទ័ពគាត់ខ្សោយពេកគួជាសើចឲ្យប្រាប់ឆាវថាខ្ញុំនឹងប្រាប់លោកម្ចាស់ពីចំណុចឈ្នះទាំង10របស់ខាងយើងហើយនឹងចំណុចចាញ់ទាំង10របស់យានសាវទី1ការដឹកនាំឆាវធ្វើសកម្មភាពចេះបត់បែនតាមស្ថានភាពអនុវត្តជាក់ស្ដែងឲ្យតម្លៃលើលទ្ធផលដោយមិនខ្វល់ខ្វាយពីរូបភាពហឹកហាក់ជាធំរីឯយានសាវចូលចិត្តធ្វើតាមរបៀបរបបខ្លាំងពេកមើលពីក្រៅហឹកហាក់តែខ្វះប្រសិទ្ធភាពទី2សិលធម៌និងភាពស្របច្បាប់ឆាវធ្វើតាមរាជានុញ្ញាតរបស់ព្រះអធិរាជបញ្ជាទ័ពក្នុងនាមជាឧបរាជក្នុងរាជវាំងដែលធ្វើឲ្យសកម្មភាពរបស់ឆាវមានភាពស្របច្បាប់និងមានអំណាចផ្នែកនយោបាយប៉ុន្តែសម្រាប់យានសាវវិញទោះបីជាមានកងទ័ពច្រើនប៉ុន្តែធ្វើសកម្មភាពក្នុងរូបភាពជាជនក្បត់ឬជនបះបោរទី3ការគ្រប់គ្រងឆាវអនុវត្តច្បាប់តឹងរឹងនៅចុងសម័យហានរដ្ឋបាលមានភាពទន់ខ្សោយដូច្នេះឆាវបានប្រើវិធានការមើងម៉ាត់ដើម្បីពង្រឹងវិន័យពួកមន្ត្រីនិងរៀបចំសណ្ដាប់ធ្នាប់ប៉ុន្តែការគ្រប់គ្រងរបស់យានសាវគឺធូររលុងមានការលើកលែងទោសច្រើនពេកដែលនាំឲ្យមានភាពរញ៉េរញ៉ៃនិងវឹកវរទី4ចិត្តទូលាយឆាវប្រើប្រាស់មនុស្សដោយឆ្លៀសវៃជ្រើសរើសអ្នកមានសមត្ថភាពដោយមិនប្រកាន់ប្រវត្តិរូបហើយប្រើមនុស្សដែលឥតសង្ស័យចំណែកយានសាវមិនទុកចិត្តលើកូនចៅក្រមបង្គាប់មានចិត្តសង្ស័យហើយលើកដំកើងតែសាច់ញាតិនិងមិត្តភ័ក្តិដែលបង្កឲ្យមានចំនួនផ្ទៃក្នុងទី5យុទ្ធសាស្ត្រឆាវអនុវត្តផែនការបានយ៉ាងច្បាស់លាស់សម្រាប់ចិត្តច្បាស់និងដាច់ស្រឡះចេះបត់បែនយុទ្ធសាស្ត្របានយ៉ាងល្អឥតខ្ចោះនិងធ្វើតាមអ្វីដែលបានគ្រោងទុកផ្ទុយពីឆាវយានសាវដោយសារមានទីប្រឹក្សាច្រើនពេកនិងមិនចេះសម្រេចចិត្តបានច្បាស់លាស់ហើយតែងតែបាត់បង់ឱកាសល្អទី6គុណធម៌ឆាវមានចរិតត្រង់ទៅត្រង់មកឲ្យតម្លៃលើមនុស្សស្មោះត្រង់និងផ្ដល់រង្វាន់ដល់អ្នកដែលមានសកម្មភាពជាក់ស្ដែងដោយមិនមែនគ្រាន់តែនិយាយសរសើររីឯយានសាវចង់បានតែអ្នកដែលមានឈ្មោះល្បីជុំវិញខ្លួនសម្បូរតែអ្នកខ្លាំងពីសម្បកដែលធ្វើឲ្យសមត្ថភាពស្នូលក្នុងក្រុមចុះខ្សោយទី7ចិត្តមេត្តាធម៌មេត្តាធម៌របស់ឆាវមានវិសាលភាពធំធេងទោះបីជាមើលរំលងរឿងតូចតាចខ្លះប៉ុន្តែឆាវយកចិត្តទុកដាក់ចំពោះមនុស្សទូទៅដែលធ្វើឲ្យឆាវទទួលបានភក្ដីភាពពិតប្រាកដប៉ុន្តែសម្រាប់យានសាវវិញគាត់មានលក្ខណៈចង្អៀតចង្អល់ចិត្តមេត្តាធម៌របស់យានសាវពេលខ្លះមានភាពទន់ជ្រាយដែលមិនអាចគ្រប់គ្រងកិច្ចការធំបានទី8បញ្ញាស្មារតីឆាវជាមេដឹកនាំដែលមានស្មារតីច្បាស់លាស់គ្រប់គ្រងដោយសណ្ដាប់ធ្នាប់តឹងរ៉ឹងដូច្នេះការបង្កាច់បង្ខូចក្នុងចំណោមមន្ត្រីមិនអាចបង្វិលក្បាលឆាវបានឡើយផ្ទុយទៅវិញក្នុងសំណាក់យានសាវមានភាពច្របូកច្របល់មន្ត្រីឆ្លុះវង្វេងនឹងអំណាចចោតប្រកាន់ភូតផលមាននៅគ្រប់ទីកន្លែងទី9ច្បាប់និងវប្បធម៌ការផ្ដល់រង្វាន់និងការដាក់ទណ្ឌកម្មរបស់ឆាវគឺច្បាស់លាស់ផ្ដល់រង្វាន់តាមគុណសម្បត្តិនិងដាក់ទោសតាមច្បាប់ដោយមិនទុកឲ្យមានការភ័ន្តច្រឡំរីឯយានសាវមិនអាចបែងចែកខុសនោះត្រូវស្តង់ដារនៃសិលធម៌និងការដឹកនាំមានភាពស្រពិចស្រពិលបង្កឲ្យមានភាពមិនច្បាស់លាស់និងទី10សិល្បៈសង្គ្រាមឆាវគឺជាកម្ពុជាអ្នកយុទ្ធសាស្ត្រយោធាប្រើប្រាស់កងទ័ពដោយភាពប៉ិនប្រសប់និងអាចឈ្នះទោះបីជាមានទ័ពតិចជាងក៏ដោយដែលធ្វើឲ្យកងទ័ពមានទំនុកចិត្តខ្ពស់ចំណែកឯយានសាវខ្វះការយល់ដឹងពីយុទ្ធសាស្ត្រសឹកខ្វល់តែពីការបង្រួតអំណាចខាងក្រៅហើយមិនយល់ពីសិល្បៈនៃសង្គ្រាមពិតប្រាកដឡើយ10ចំណុចនេះគឺជាយុទ្ធសាស្ត្រឈ្នះ10និងចាញ់10ដែលគូជាបានប្រាប់ទៅកាន់ឆាវភាពឆ្លាតវៃរបស់គូជាគឺស្ថិតនៅលើការវិភាគពីភាពខុសគ្នាយ៉ាងស៊ីជម្រៅរវាងគូប្រជែងទាំងពីរគូជាយល់ថាទាហាន1000នាក់គ្មានន័យអ្វីទេប្រសិនបើមេទ័ពរបស់ពួកគេស្ទាក់ស្ទើរវាជាការធានាដ៏រឹងមាំដែលឆាវត្រូវការដើម្បីចេញទៅធ្វើសង្គ្រាមគ្រប់គ្រងតំបន់ភាគខាងជើងទាំងមូលសង្គ្រាមជាមួយយានសាយគឺមានភាពធំធេងសមរភូមិគន់ទុគឺជាសង្គ្រាមដ៏ល្បីល្បាញហើយគុជាបានបញ្ជាក់ពីតម្លៃរបស់គាត់តាមរយៈចិត្តសាស្ត្រក៏ដូចជាការវិយតម្លៃត្រឹមត្រូវនិងច្បាស់លាស់ក្នុងសង្គ្រាមមួយនេះក្នុងឆ្នាំ200នៃគ្រិស្តសករាជឆាវបានយកឈ្នះយានសាវក្នុងសមរភូមិគន់ទុយ៉ាងអស្ចារ្យបំផុតលើសពីយុទ្ធសាស្ត្រប្រយុទ្ធគុគឺជាកម្ពុជាអ្នកជំនាញទំនាញមរណៈគាត់អាចសម្លឹងមើលបរិសម្នាក់ហើយកំណត់មិនត្រឹមតែថាតើម្នាក់នោះនឹងឈ្នះឬអត់ទេប៉ុន្តែថែមទាំងដឹងពីរបៀបដែលបរិសម្នាក់នោះនឹងស្លាប់ទៀតផង
យើងអាចពិចារណាលើករណីរបស់ស៊ុនឆឹកឆាវធ្លាប់បារម្ភថាមេទ័ពដ៏ខ្លាំងពូកែស៊ុនឆឹកអាចនឹងវាយប្រហារពីក្រោយហើយកំទេចរូបគាត់តែគុជាមិនខ្វល់ពីមេទ័ពដ៏អស្ចារ្យរូបនេះដោយចាត់ទុកស៊ុនឆឹកប្រៀបដូចជាកូនក្មេងតូចម្នាក់គុជាបាននិយាយថាស៊ុនឆឹកនឹងស្លាប់ក្រោមដៃមនុស្សសាមញ្ញតែគុជាដឹងដោយរបៀបណាគាត់បានវែកញែកថាស៊ុនឆឹកទោះជាឆ្លាតវៃតែមានភាពប្រថុយប្រថានធ្លាប់សម្លាប់អ្នកចម្បាំងស្មោះត្រង់ច្រើនអ្នកនៅភូមិខាងត្បូងហើយមិនសូវខ្វល់ពីសុវត្ថិភាពខ្លួនឯងប្រវត្តិសាស្ត្របានបង្ហាញថាគាត់និយាយត្រូវក្នុងរយៈពេលប្រមាណខែក្រោយមកស៊ុនឆឹកត្រូវបានឆ្មក់វីប្រហារនិងធ្វើឃាតដោយអ្នកបម្រើរបស់គូប្រជែងនៃតំបន់អូជីងដែលគាត់ធ្លាប់បានសម្លាប់ជាពិសេសគាត់ត្រូវបានសម្លាប់ដោយព្រួញរបស់ឆ្មាំសាមញ្ញ3នាក់ដោយអ្វីដែលគូជាធ្លាប់បាននិយាយពិតប្រាកដមែនបន្ទាប់ពីជ័យជំនះនៅគួនទុនិងមរណភាពរបស់យានសាវឆាវត្រូវដេញតាមកូនប្រុសដែលនៅសេសសល់នៃត្រកូលយានចូលទៅក្នុងតំបន់ដាច់ស្រយាលនៅភាគខាងជើងនៃតំបន់អ៊ូហួនដែលជាវាលខ្សាច់ដ៏ត្រជាក់និងលំបាករស់នៅឆាវបានទទួលចង់ធ្វើប្រតិបត្តិការផ្លៃបន្ទោដើម្បីគំទេចបងប្អូនត្រកូលយានឲ្យអស់ប៉ុន្តែភូមិសាស្ត្រភាគខាងជើងគឺប្រៀបដូចជាសុបិនអាក្រក់កងទ័ពវង្វេងផ្លូវខ្វះខាតស្បៀងអាហារហើយទាហានចាប់ផ្ដើមត្រជាក់រហូតដល់កឆាវចង់ត្រឡប់ក្រោយវិញប៉ុន្តែគុជាដែលពេលកំពុងដេកនៅលើកន្ទេលនិងឈឺធ្ងន់បានសម្លឹងមើលចៅហ្វាយរបស់គាត់ពីលើឈើស្នែងទោះបីជារាងកាយរបស់គាត់ចុះខ្សោយប៉ុន្តែគំនិតរបស់គុជានៅតែមុតស្រួចដូចគ្រាប់ពេជ្រគាត់បានផ្ដល់ដំបូន្មានចុងក្រោយមួយដល់ឆាវមុនពេលដែលគាត់ដេកស្លាប់នៅក្នុងភាពត្រជាក់គាត់បាននិយាយថាល្បឿនគឺជារឿងចាំបាច់បំផុតនៅក្នុងសង្គ្រាមគាត់បានប្រាប់ឆាវឲ្យបោះបង់ចោលសម្ភារៈធ្ងន់ធ្ងរយកតែកងទ័ពសេះស្រាលនិងត្រូវបង្ខំដើរកាត់ភ្នំដ៏គ្រោះថ្នាក់ហើយវាយលុកអ៊ូហួនឲ្យបានមុនពួកគេដឹងខ្លួនក្នុងដំណើររឿងព្រេងបញ្ជាក់ថានៅក្នុងវិនាទីចុងក្រោយដែលដឹងថាខ្លួននឹងមិនអាចក្រោកឡើងវិញបានគុជាបានសរសេរសម្បត្តិចុងក្រោយមួយសារនោះមានភាពសាមញ្ញដោយសរសេរថាកុំដេញតាមសត្រូវដកថយនៅពេលដែលលោកម្ចាស់ដកថយមេតបភៀកខាងជើងគង់សុនខាំងនិងចាត់ទុកបងប្អូនត្រកូលយានថាជាការគំរាមកំហែងដល់ពួកគេថ្ងៃណាមួយគង់សុនខាំងនឹងសម្លាប់បងប្អូនត្រកូលយានហើយបញ្ជូនក្បាលរបស់ពួកគេមកឲ្យលោកម្ចាស់រឿងនេះបានក្លាយជាយុទ្ធសាស្ត្រដ៏ល្បីល្បាញបណ្ដាំចុងក្រោយរបស់គុជាធានាបាននៅតំបន់លាវតុងខណៈពេលដែលការស្រាវជ្រាវប្រវត្តិសាស្ត្រទំនើបរួមទាំងការស្រាវជ្រាវលើរឿងសាមកុកបង្ហាញថាសម្បត្តិជាក់ស្ដែងប្រហែលជាត្រូវបានបន្ថែមដោយអ្នកនិពន្ធរឿងចំនួនក្រោយប៉ុន្តែយុទ្ធសាស្ត្រនៃការរងចាំឲ្យសម្ព័ន្ធមិត្តក្បត់គ្នាឯងគឺជារចនាបថនៃការបង្រៀនរបស់គុជា 100% ហើយចុងក្រោយគង់សុនខាំងពិតជាបានសម្លាប់ត្រកូលយានហើយចុះចាញ់ប្រគល់ភៀកខាងជើងទៅឲ្យឆាវដែលមិនចាំបាច់ស្រក់ឈាមទាហានរបស់ឆាវសូម្បីមួយដំណក់ប៉ុន្តែគួរឲ្យស្ដាយគុជាមិនមានជីវិតរស់ដើម្បីមើលឃើញរឿងនេះឡើយនៅពេលដែលឆាវជិះសេះត្រឡប់មកពីតំបន់ត្រជាក់នៅភូមិខាងជើងវិញគាត់បានចូលទៅក្នុងតង់នៃអ៊ីចៅហើយដឹងថាគុជាបានស្លាប់ប៉ុន្មានថ្ងៃមកហើយឆាវដែលមានចិត្តត្រជាក់និងចរិតឃោរឃៅបានលុតជង្គង់ចុះហើយទ្រហោយំយ៉ាងបើកចំហប្រវត្តិសាស្ត្រក៏ត្រាពីទុកសោករបស់ឆាវជាមួយនឹងពាក្យសម្ដីដ៏កំសត់ទាំងដៃអោបមឈូសនិងស្រែកថាគុជាស្លាប់ហើយឋានសួគ៌កំពុងបំផ្លាញខ្ញុំហើយមន្ត្រីទាំងឡាយមានអាយុស្របាខ្ញុំប៉ុន្តែគុជានៅក្មេងណាស់ខ្ញុំមានបំណងចង់ប្រគល់កិច្ចការនគរទៅឲ្យគាត់វាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ឆាវបានរៀបចំបុណ្យសពដ៏ធំមួយឲ្យគុជាហើយតែងតាំងកូនប្រុសរបស់គាត់ឈ្មោះគូអ៊ីជាមន្ត្រីជាន់ខ្ពស់នៅក្នុងរាជវាំងគុជាត្រូវបានប្រគល់ងារកិត្តិយសក្រោយពេលស្លាប់ជាលោកម្ចាស់ចិនដែលមានន័យថាស្មោះត្រង់ឬមានភក្ដីភាពការបាត់បង់គុជាគឺជាការប៉ះទង្គិចមួយដែលគេអាចនិយាយបានថាបានបំបាក់ឆ្អឹងខ្នងអនាគតរបស់ឆាវអ្នកប្រវត្តិសាស្ត្រភាគច្រើនយល់ស្របថាសមរភូមិឈើពេជ្រឬហៅថាសមរភូមិជ្រោយក្រហមឆ្នាំ208នៃគ្រិស្តសករាជគឺជាចំណុចរបត់នៃសម័យសាមកុកការឈ្លានពានភាគខាងត្បូងដ៏ធំរបស់ឆាវត្រូវបានបញ្ឈប់ដោយសម្ព័ន្ធភាពរបស់ស៊ុនឈៀននិងលាវប៉ៃដែលបង្ខំឲ្យគាត់ដកថយនិងបំបែកប្រទេសចិនទៅជានគរទាំង3បន្ទាប់ពីកប៉ាល់ឆេះភ្លើងនៅឈើពីបានបំផ្លាញកងទ័ពជើងទឹកនិងក្តីសុបិននៃការបង្រួបបង្រួមរបស់គាត់ឆាវបានឈរនៅលើច្រាំងទន្លេឆាងជៀងហើយនិយាយទៅកាន់ខ្លួនឯងថាប្រសិនបើគុជានៅមានជីវិតជាមួយពួកយើងខ្ញុំប្រកាសជាមិនធ្លាក់ខ្លួនដល់ថ្នាក់នេះទេគុជាបរិសុទ្ធដែលបានព្យាករគ្រប់យ៉ាងនិងបានមើលឃើញការដួលរលំនៃអាណាចក្រខណៈពេលដែលអ្នកដតីឃើញត្រឹមតែទង់ជ័យនិងសេះប៉ុណ្ណោះតែស្ដាយគុជាបានស្លាប់ទាំងវ័យក្មេងពេកក្នុងវ័យត្រឹមតែ37ឆ្នាំដែលមិនអាចសរសេរចម្ពោះចុងក្រោយដោយខ្លួនឯងបាននៅក្នុងសួននៃប្រវត្តិសាស្ត្រចិនប្រសិនបើជូកលៀងគឺជាព្រះអាទិត្យ
នោះគក់ជាគឺជាព្រះច័ន្ទរះនៅទីងងឹតដែលមានភាពស្រស់ស្អាតនិងពោរពេញដោយគ្រោះថ្នាក់បំផុត។